សួស្តីពុកម៉ែបងប្អូនទាំងគ្នាពេលនេះបងប្អូនអាចឃើញហើយនេះគឺជាទស្សនវិជ្ជាថ្ងៃលិចដ៏ស្រស់ត្រកាលនៅទឹកដីនៃខេត្តកោះកុងមើលពីលើភ្នំនៃខេត្តកោះកុងតាមបណ្ដោយផ្លូវជាតិលេខ10មានអ្នកកោះកុងនិងបងប្អូនដែលមករស់នៅកោះកុងគាត់ពេញនិយមមើលថ្ងៃលិចច្រើនកោះកមកទីនេះដើម្បីមើលថ្ងៃលិចនឹងស្រូបយកនៅខ្យល់អាកាសដ៏បរិសុទ្ធនៅទីនេះពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាអ្នកខ្លះអាចថាឃើញទស្សនវិជ្ជានៃព្រះអាទិត្យពីរពេលទី1គឺថ្ងៃរះទី2គឺថ្ងៃលិចហើយពុកម៉ែបងប្អូនតែងតែឃើញភាពស្រស់ត្រកាលរវាងថ្ងៃរះនិងថ្ងៃលិចហើយពុកម៉ែបងប្អូនខ្លះក៏មានអារម្មណ៍ស្រពាប់ស្រពោនទៅជាមួយនឹងថ្ងៃលិចនិងថ្ងៃរះខ្ញុំចង់ចែករំលែកបន្តិចអំពីជីវិតរបស់យើងទាំងអស់គ្នាយើងរស់នៅក្នុងពិភពលោករស់នៅក្នុងធម្មជាតិនេះយើងតែងតែផ្លេចមួយចំនួនជាផ្លេចថាជីវិតយើងគឺការប្រព្រឹត្តទៅតាមធម្មជាតិហើយយើងមិនបានសង្កេតទៅលើបរិស្ថាននៃធម្មជាតិជុំវិញយើងជាឧទាហរណ៍ជីវិតបើយើងរៀនបានអំពីព្រះអាទិត្យបងប្អូននឹងអាចកែច្នៃជីវិតរបស់បងប្អូនឲ្យស្រស់ត្រកាលដោយព្រះអាទិត្យពេលដែលថ្ងៃរះគឺពោពេញទៅដោយពន្លឺដ៏ស្រទន់ក្រហមឆ្អិនឆ្អៅគួរជាទីពេញចិត្តនៃមនុស្សម្នាពោពេញទៅដោយក្តីសង្ឃឹមសមនឹងពាក្យស្លោកតែងតែអប់រំថាថ្ងៃរះពោពេញទៅដោយក្តីសង្ឃឹមហើយនៅថ្ងៃលិចព្រះអាទិត្យបានឆ្លុះបញ្ចាំងនៅភាពស្រស់ត្រកាលរបស់ខ្លួនមួយដងទៀតមុននឹងខ្លួនចាក់ចោលពីផែនដីនេះឬក៏បន្សល់នៅភាពអន្តកាគឺងងឹតដល់ផែនដីដល់វេនទៅព្រះច័ន្ទជាអ្នកបំភ្លឺមានន័យថាយ៉ាងណាជីវិតគឺដូច្នោះដែរបើយើងធ្វើជីវិតឲ្យស្រស់បំព្រងប្រកបទៅដោយក្តីសង្ឃឹមដូចនឹងថ្ងៃរះហើយបានផ្ដល់នៅស្នាមញញឹមដ៏ពេញលេញដ៏ត្រចះត្រចង់គឺការពេញចិត្តនៅជីវិតរបស់យើងចុងក្រោយឬក៏ការពេញចិត្តនៅរាល់សកម្មភាពរបស់យើងដែលបានធ្វើហើយយើងរីករាយនៅសកម្មភាពនៅលទ្ធផលនៃសកម្មភាពរបស់យើងក្នុងមួយថ្ងៃពេញប្រៀបដូចជាការដល់នៅពន្លឺដ៏ស្រទន់ដ៏ស្រស់ត្រកាលព្រះអាទិត្យរះនាពេលល្ងាចដូចនេះប្រសិនបើយើងប្រព្រឹត្តនឹងធ្វើរឿងស្រអាប់ស្រអួរឬក៏រញ៉ាំរញ៉ៅឬក៏ក្រោតក្រៀតនៅក្នុងពេលព្រឹកលទ្ធផលនៃថ្ងៃលិចដ៏ស្រស់ត្រកាលក៏មិនមានដែរបងប្អូនអាចយល់ហើយបាទខ្ញុំចូលរួមប៉ុណ្ណេះសូមអរគុណ